បាទជម្រាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលបាទអញ្ចឹងបន្ទាប់ពីបងប្អូនមើលវីដេអូមុនមកខ្ញុំបាទតកតងជាមួយនឹងទស្សនវិជ្ជាតាមដងផ្លូវបាទពីផ្ទះខ្ញុំរហូតដល់បាទរមណីយដ្ឋានមោលនិធិសែនជ័យនេះបាទឥឡូវវីដេអូនេះគឺយើងបានមកដល់បាទទីតាំងនៃតំបន់ហ្នឹងតែម្ដងបាទហើយកន្លែងដែលខ្ញុំថតនេះគឺនៅក្រោមម្លប់ឈើបាទក្បែរមាត់បឹងហ្នឹងឯងបាទគឺកន្លែងដែលយើងឈប់ធ្វើរបាយរត់ទឹកអីសិនបាទអញ្ចឹងក៏ឆ្លៀតថតទស្សនវិជ្ជាបាទទាំងមូលឲ្យបងប្អូនមើលតែម្ដងបាទតើវាស្រស់ស្អាតកម្រិតណាអីចឹងទៅបាទហើយឥឡូវនេះម៉ាក់សុកលៀបកំពុងតែបាទថែមគ្រឿងបន្តិចហើយសុកលៀបឲ្យមើលទូរស័ព្ទបន្តិចដើម្បីឲ្យសង្ងំយកកម្លាំងបន្តិចទៀតយើងនឹងធ្វើការដើរមើលទេសភាពដូចជាដើរមើលសួនសត្វមូលនិធិនៅបាទខាងលើភ្នំតែម្ដងបាទអញ្ចឹងឃើញថាទេសភាពស្មើនេះស្អាតមែនទែនបងប្អូនបាទហើយខ្យល់ក៏បក់មករវិចដែរអញ្ចឹងតំបន់នេះបងប្អូនអ្នកដែលធ្លាប់មកប្រកាសជាស្គាល់ហើយបាទតែសម្រាប់បងប្អូនអ្នកដែលមិនដែលមកហ្នឹងគឺដឹងតែអត់ស្គាល់ហើយបាទអញ្ចឹងខាងលើនោះគឺជាព្រះមនីចេតិយបាទហើយនៅគៀនហ្នឹងក៏មានរមណីយដ្ឋានកន្លែងភោជនីយដ្ឋានហូបអីនិយាយទៅទឹកដីនៅនេះគឺធំខ្លាំងមែនតើអញ្ចឹងក្នុងវីដេអូទាំងអស់ហ្នឹងគឺខ្ញុំបានថតលម្អិតជូនឲ្យបងប្អូនទាំងអស់ទេដោយសារតែបាទវាធំល្វឹងល្វើយពេកទោះបីយើងជិះឡានជិះម៉ូតូដើរមើលក៏មើលអត់សពដែរគឺធំខ្លាំងមែនតើបាទអញ្ចឹងសម្រាប់បងប្អូនដែលបានធ្លាប់មកនោះគាត់ជាដឹងហើយបាទហើយផ្លូវមានកន្លែងខ្លះហ្នឹងក៏យើងមិនទាន់បានចាក់បេតុងក្រាលកស៊ូអីដែរបាទហើយវេលាស្មើនេះក៏បងប្អូនយើងធ្វើដំណើរមកសម្រាប់ច្រើនផងដែរមិនថាខ្ញុំមិនថាគេទេគឺរមលុបរអីសម្រាប់បាយថ្ងៃត្រង់អីសិនហើយបាទដោយសារតែដល់វេលាណាបាទអញ្ចឹងកាពះយើងគឺមិនរងចាំយូរទេបាទហើយអាសុកលៀបក៏ដាក់មកតយសិនដែរបាទដោយសារតែជិះឡានយូរទៅរៀងឃ្លានបាទហើយម្យ៉ាងយើងមកតាមផ្លូវរៀងស្ទះច្រើនខ្ញុំគូបានឲ្យដាក់មកតយឥឡូវនេះគឺដាក់មកតយតែម្ដងបាទហើយវីដេអូនេះគឺយើងនឹងរៀបចំបាទបាយទឹកនៅនឹងផ្ទាល់តែម្ដងបាទហើយសម្រាប់ការបាយទឹកនេះខ្ញុំមិនបានថតទេបាទដោយសារតែអត់មានជើងថតដាក់មកតាមបាទដល់ពេលច្រើនបានថតសកម្មភាពបាយទឹកអីនៅនឹងឲ្យបងប្អូនមើលទេតែនៅក្នុងវីដេអូសតមានណាបាទគឺខ្ញុំមានដាក់បង្ហាញអំពីទស្សនវិជ្ជាហើយនឹងម្ហូបដែលខ្ញុំបានទិញខ្លះបាទអញ្ចឹងឃើញថាទស្សនវិជ្ជាស្អាតបាទនេះគឺនៅខាងក្រោមភ្នំបាទហើយនៅលើចង្កេះភ្នំគឺមានផ្លូវឡូរីមានអីផ្សេងច្រើននៅហ្នឹងអញ្ចឹងបងប្អូនចង់មកលេងអាចមកលេងបានបាទមិនពិបាកទេបើដល់កំពង់ស្ពឺសួរណាគេក៏គេស្គាល់ដែរបាទមងរិទ្ធីសែនជ័យបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងមានអីផ្លែចែករំលែកទៅកាន់បងប្អូន